ơi từ tập hiệp sạn nó tên đó chỉ mà tàu mời cái trâu sấy ngày lịch mình nghi miên từ tập hiệpបែបនេះទេបងប្អូនអើយនៅក្នុងក្រោមវាលស្រែនៅខាងកើតក្នុងក្រោមអាចណាស់បងប្អូនអូស្អាតណាស់ខ្ញុំជិះម៉ូតូថតវាស្រែនេះគេច្រូតរួចហ្នឹងវ៉ាវជួយ Subscribe ជួយ Share ម្នាក់មួយបងប្អូន10 កថ្ងៃចិត្តលេចអើយជាកសិករយើងច្រូតស្រូវបងប្អូនស្រូវបដិញទឹកនៅខាងទំនប់បឹងពីរាំងខាងលិចទំនប់78អូស្រះនេះសត្រីនេះញាក់សាច់បងប្អូនអើយនេះ15នាទីទៀតទឹកថ្ងៃលិចហើយតិចអញដើរទៅមុនមកជាប់ម៉ូតូមកបងប្អូនខ្ញុំដើរអត់ជិះម៉ូតូបាទដើរថតចែកជូនពុកម៉ែបងប្អូនទស្សនាបាទ10នាទីបាទនោះបងប្អូនគេច្រូតស្រូវសិនច្រូតស្អាតអត់ទាស់បាទថតអីមួយសួស្តីពុកម៉ែបងប្អូនបាទនៅឯនេះសមុទ្របាទនៅជុំវិញសកលលោកហៅជុំវិញសកលលោកបងប្អូនអើយទិដ្ឋភាពនៅវាលស្រែទំនប់បឹងពីរាំងដែលស្ថិតនៅខាងកើតភ្នំក្រោមម៉ោង6ម៉ោង5:56នាទីជិតម៉ោង6ហើយបងប្អូន10នាទីទៀតថ្ងៃលិចហើយទិដ្ឋភាពបែបនេះគឺមិនងាយទេបាទស្អាតមែនទេណាបងស្រូវនេះទុំឡើងចង់ញូហើយនេះបងប្អូនស្រូវក៏ហមច្រាលហើយនេះឡើងពលឺឲ្យបន្តិចថ្ងៃចិត្តលិចអើយចិត្តអស់ពន្លឺហើយមើលតាមកាមេរ៉ាស្អាតប៉ុណ្ណឹងបងប្អូនមើលភ្នែកស្អាតតែម្ដងបាទ10នាទីទៀតថ្ងៃនឹងលិចហើយបងប្អូនមានតាំងពីក្របីមានតាំងពីអីនេះស្រុបសពទៅម្ដងនេះបងក្របីបន្លំបន្លាយម៉ែស្គាល់មិនទេម៉ែមកណាមកអីទេបងប្អូនក្របីស្រកនេះស្លូតទេមុខខាំអើយម្ចាស់ទៅណាđâyបាទចាំម្ចាស់ហ្នឹងឯងក្របីនេះណែបងប្អូននិយាយបងប្អូនញឹកហ្នឹងទភាពពិតហើយចូលច្រូតចូលចោះអូគូបតា Cambodia អូគូបតា DC 105X ហើយបាទតាងាយហើយបាទច្រូតអត់តន់ទេច្រូតហើយបងប្អូនហើយឥឡូវយើងបកមកមើលទិដ្ឋភាពថ្ងៃលិចវិញបាទទិដ្ឋភាពថ្ងៃលិចឱកាសកម្រមានបាទស្អាតមែនទែនចិត្តលិចហើយបងប្អូនចិត្តលិចមែនទែនណា5នាទីទៀតលិចដើរទៅមើលស្រូវគេច្រូតឡូវហើយតែស្ដាយរូបភាពក្របីដេក
ចាំថ្ងៃលិចផាត់តែខ្ញុំទៅកន្លែងគេច្រូតស្រូវបងប្អូននោះថ្ងៃលិចដល់ប៉ុណ្ណាណៃដើរតាមភ្លឺទៅមើលថ្ងៃលិចតិចបងប្អូនដើរតាមភ្លឺស្រូវកនេះមើលថ្ងៃលិចប្រឆាំងមួយកបីស្អាតណាស់មួយកបីចាំងក្រហមមកបងមើលចង់ឃើញថ្ងៃលិចហ្នឹងលិចបាតហើយលិចបាតហើយបងប្អូនហមច្រាលហើយបាទញូហើយទុំឡើងញូហើយត្រមម៉ាស៊ីនមកដល់ញូអស់លីងហើយទៅមើលកន្លែងគេច្រូតស្រូវបន្តិចបងប្អូនឡើងក្រៀមដីអស់នេះឡើងក្រៀមខ្ញងហើយហ្នឹងនេះមកស្រូវបងប្អូនស្រូវឡើងញូហើយហ្នឹងមានអីទៀតញូឡើងស្រាលហើយហ្នឹងណែខំចុកហើយហ្នឹងទុំនេះបាក់ហាលអីនេះបើច្រូតរួចច្រកបេប្រហើយស្ងួតស្រាច់ហើយហ្នឹងទៀតមកនេះមកដល់មកគេច្រូតហើយមុំថ្ងៃនោះចាប់ដើមលិចបងប្អូនថ្ងៃនោះចាប់ដើមលិចប្រខែហ្នឹងណាខែនេះចាប់ដើមនេះនេះដើមចេញពលឺនេះប្រខែបងប្អូនអត់ focus ទេបាទកាមេរ៉ាវាក្តៅហើយពីនោះគេច្រូតរួចបាត់ច្រូតអស់ហើយបងប្អូនវីដេអូនេះ10នាទីទៀតបាទ10នាទីទេនៅ2នាទីទៀតហើយថ្ងៃចាប់ដើមក្រហមច្រាលមកនេះដូចគេក្រាលព្រំអញ្ចឹងហីនេះភ្នំក្រោម Hello អ្នកភ្នូនៅលើភ្នំក្រោមមកពងមើលថ្ងៃលិចមែននេះខ្ញុំ zoom ទៅនេះកំពូលភ្នំក្រោមបាទណាបងប្អូនឲ្យល្ងាចទេតាដល់ម៉ោងហើយតោះខ្ញុំដើរបកទៅក្រោយវិញបកទៅក្រោយវិញបងប្អូនអើយមកពេលវេលាហើយបាត់មកអញដើរប្រគ្រប់ម៉ោងនេះជិតអស់ដល់នាទីមុំទិញសភាពវាលស្រែវាលស្រូវចូលបានប៉ុន្មានស្រែបង1 គីឡូប៉ុន្មានបងគេចាំថ្លឹងនោះ200 គាត់ហ៎អានេះហៅស្រូវគេបងស្រូវប៉ុន្មានអឹមប៉ុន្មាន51ឡើងញូហើយឡើងញូទុំឡើងស្រាលបើប៉ុណ្ណេះល្មមនេះប៉ុណ្ណេះខែដល់ថ្លៃទៅប៉ុណ្ណេះ2 3 តោនណាខែថោទៅដាក់ទៅទុំដាច់បាទអូតើទុំនេះហ្មងមកគេច្រកលើកទុំដាច់ឈឹងដល់ហើយអញ្ចឹងវាស្ងួតពេកវាចង់ស្រាលវិញស្រាលចង់ឲ្យស្រួលស្រាលទងន់មកធុងនោះស្រួមបាន1 តោនទេហើយបានទេតើបងទៀតបងដាក់ថតទៅសុភាពមក
គីឡូ700 10អីហ្នឹងបងប្អូនអើយ710 720អីហ្នឹងស្រូវ M51 តទុំដាច់ចេះទៀតនេះមកគេយកនេះនៅព្រឿងខៀវគេមិនយកដែរបងប្អូននេះតទុំដាច់ចេះទុំដាច់អីទុំញួរនេះនេះតទុំចេះឡើងស្ងួតចាស់ហើយហ្នឹងនេះគ្រាន់ច្រូតរួចកិនប្រឲ្យបាក់ហាលទេនេះគេចូលរោងម៉ាស៊ីនដាក់កិនយកតែហ្មងក្តៅបដាទៅមិនបាច់ចាំបាក់ហាលស្អីនេះបើព្រឿងចេះគាត់ថាទុំមិនដាច់ទេគេអត់យកទេនេះបើស្រែណាព្រឿងចេះគេអត់យកទេតែថាបើព្រឿងប៉ុណ្ណេះល្មមហ្មងស្រូវបាទគុណច្រើនបងប្អូនវីដេអូនេះយើងចាប់ត្រឹមហ្នឹងហើយមិនល្ងឹតដែរបាទកាមេរ៉ាក៏ក្តៅដែរយើងប៉ុណ្្នឹងចុះឲ្យស្រូវនេះចុងក្រោយបាយបងប្អូនទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់បាទថាឡើងពលឺកន្លែងស្រូវទេនៅកន្លែងទុំញូជួបគ្នាវីដេអូក្រោយជាតិមកលាហើយបងលាសិនគេក៏ឈប់ច្រូតដែរថ្ងៃក៏លិចព្រះច័ន្ទក៏ចាប់ផ្ដើមរះមកហើយបាយកុំភ្លេចជួយ Subscribe ជួយ Comment បាទ Channel YouTube របស់ខ្ញុំម្នាក់មួយមកវីដេអូទេសភាពតាមស្រុកតាមស្រែតាមភូមិជនបទថតចែកជូនពុកម៉ែបងប្អូនទស្សនាកំសាន្តទៀតបាទកាលនេះគេច្រាំងស្រូវនេះផ្លូវគេច្រូតរួចនោះឡានគេចាំថ្លឹងសាច់នោះឡាននេះឡានចាំថ្លឹងស្រូវស្រាច់តែម្ដងអូស្លាស់មុខស្លាស់មាត់ល្អណាស់បងប្អូនទេសភាពទីជនបទនេះពេលល្ងាចម៉ោង6ជាងហើយបងប្អូនមើលថ្ងៃលិចនេះអេមស្អាតណាស់មកជីមកស្អាតណាស់បងប្អូននេះទស្សនភាពចុងក្រោយនេះម្ចាស់ Channel ហើយនេះកុំភ្លេចជួយ Subscribe អ្នកមួយបងប្អូនណាក៏ហមច្រាលដូចគេក្រាលព្រំអញ្ចឹងបាទគុណច្រើនបាយចប់ហើយបងប្អូនចប់ហើយបាទគេច្រូតស្រូវគេឡើងមកហើយបាទអស់ស្រែច្រូតហើយពេលល្ងាចខាងណាគេអត់ច្រូតយប់ទេបងប្អូនច្រូតតែប្រលប់ហ្នឹងគេឈប់ហើយ